សួស្តីបងប្អូនមេតេចង់ហៅទៅកលិសណាគ្នាបាទនេះគឺជាឈុតកម្រាជើង 14 T5 Evo ឆ្នាំ2025ពណ៌ខ្មៅសុទ្ធតែម្ដងរំលេចជាមួយនឹង logo ពណ៌តែក្រូចបាទនេះគឺជា logo ខាង passenger ក៏ដូចជានេះ logo ខាងកកុងដែលមានតំណកែជើងជ័រនេះហើយបងប្អូនមានគឺនេះអតិថិជនឲ្យបុគ្គលិកគាត់ដាក់ទៅដល់ទីតាំងគឺគាត់នៅខាងសែនសុកណាជាមួយនឹងរថយន្ត 14 T5 Evo របស់គាត់ហាក់រថយន្តនេះគាត់អត់យកគូតក្រោយទេអញ្ចឹងមកឈុតបកេអីមុខអីក្រោយនៅក្នុងបានេះទាំងអស់តែម្ដងបងប្អូននេះបើសិនជាមើលវីដេអូនេះមើលដល់ចប់ជាមួយនឹងខ្ញុំនឹងឃើញជាមួយនឹងកាមេរ៉ាជើងក្រោយពេលដែលបុគ្គលិកខ្ញុំគាត់ដាក់ហើយគាត់ថតជាមួយនឹងវីដេអូហើយខ្ញុំកាត់ចូលជាមួយនឹងគ្នាថាតើកាមេរ៉ាជើងក្រោយពេលដែលដាក់ចូលទៅក្នុងរថយន្តបាតេចិនវាជួយការពារបាតរថយន្តបាតេចិនបានល្អខ្លាំងប៉ុណ្ណាហើយវាមិនត្រឹមតែជួយការពារទេថែមទាំងធ្វើរថយន្តកាន់តែស្អាតទំនើបទាន់សម័យនិងតាក់ទាញលើសដើមជឿជាក់ថាអតិថិជននឹងឆ្លាញ់រថយន្តទ្វេដងលើធម្មតាតែម្ដងក្រោយពេលដែលដាក់កាមេរ៉ាជើងដែលជាផលិតផលរបស់ Autovision ចូលទៅក្នុងរថយន្តជាទីស្រឡាញ់របស់គាត់បាទអញ្ចឹងតោះតែមើលទាំងអស់គ្នាផងដែរបាទបងប្អូនអ៊ំម៉ូមេងអញ្ចឹងនេះគឺជាវីដេអូដែលបុគ្គលិកខ្ញុំក៏ដាក់កាមេរ៉ាជើងចូលទៅក្នុងរថយន្ត 14 T5 Evo ឆ្នាំ2025មួយគ្រឿងនេះរួចរាល់ហើយបងប្អូនមីងតោះតែមើលជាមួយនឹងខ្ញុំអ្នកគ្នាបាទអញ្ចឹងគ្រាន់តែបើកទ្វារខ្វាក់មកបាទឃើញកាមេរ៉ាជើងហើយនឹងឡានគឺប្រណិតខ្លាំងមែនតែននិយាយទៅធ្វើឲ្យរថយន្តគឺកាន់តែតាក់ទាញលើដើមផងដែរមិនថាតែរថយន្តថ្មីសឡាងកប់សេរីប៉ុណ្ណាទេបាទក្រោយពេលដែលដាក់កាមេរ៉ាជើងចូលទៅគឺជួយធ្វើឲ្យរថយន្តកាន់តែស្អាតទំនើបទាន់សម័យនឹងតាក់ទាញលើដើមផងដែរហើយក៏ជឿជាក់100%ហ្មងបាទថាអតិថិជនគាត់ច្បាស់ជាស្រឡាញ់រថយន្តរបស់គាត់ទ្វេដងលើសពីធម្មតាតែម្ដងអញ្ចឹងកាមេរ៉ាជើងរបស់ហាង Autovision ក្រោយពេលដែលដាក់ចូលទៅក្នុងរថយន្តបាតេចិនគឺត្រូវតែជួយការពារបាតរថយន្តបាតេចិនឲ្យបានល្អខ្លាំងមែនតែនហើយវាធ្វើឲ្យការប្រើប្រាស់ងាយស្រួលបាទដោយសារតែកាមេរ៉ាជើងគឺវាពីរជាន់ហើយនៅពេលដែលយើងដោះវាមកសម្អាតអាលាស់ដីហ្នឹងគឺងាយស្រួលខ្លាំងមែនតែនបាទហើយវាស្រាលហើយវាធន់ហើយវាអត់មានក្លិនបាទនិយាយរួមទៅគឺមួយសេតតែម្ដងហើយសម្រាប់កាមេរ៉ាជើងរបស់ហាង Autovision គឺយើងតែងតែធ្វើតេស្តពីចំណុចសំខាន់បំផុតមុនគេតែម្ដងបាទទី1ហ្គេហើយនឹងកាមេរ៉ាជើងគឺអាចកលឬមួយក៏កងគ្នាទេបើសិនជារកឃើញថាហ្គេកលកងជាមួយនឹងកាមេរ៉ាជើងគឺយើងអត់លក់ផលិតផលកាមេរ៉ាជើងនេះជូនអតិថិជនយកទាំងប្រើទេដោយសារតែវាពាក់ព័ន្ធជាមួយសុវត្ថិភាពនៅក្នុងការបើកបរផ្លូវចិត្តផ្លូវឆ្ងាយរបស់អតិថិជនអញ្ចឹងនេះគឺជាទំនុកចិត្តមួយក៏ដូចជាភាពកក្កដាមួយតែយើងតែផ្ដល់ជូនអតិថិជនគាត់អញ្ជើញមកដាក់កាមេរ៉ាជើងការពារបាតរថយន្តហាង Autovision បាទមួយទៀតក៏ដូចជាការរំកិលអីគឺអាចបុកជំរឿនកាមេរ៉ាជើងរំខានការប្រើប្រាស់ទេបាទអញ្ចឹងបងប្អូនមួយបើសិនជាមានរថយន្តប្រភេទ complex អញ្ជើញមកដាក់កាមេរ៉ាជើងការពារបាតរថយន្តហាង Autovision មកមិនឲ្យបងប្អូនអំពុំមិញខកបំណងទេបាទអរគុណច្រើនបាយបាយ